រឿងសុបិនកុមារកាលពីព្រេងនាយមានក្មេងប្រុសម្នាក់ឈ្មោះថាសុកបានរស់នៅជាមួយនឹងម្ដាយជរារបស់គេនៅក្នុងខ្ទមចាស់បាក់បែកមួយកន្លែងដែលមានទីតាំងជាប់នឹងជើងភ្នំសុកគឺជាក្មេងស្លូតបូតខំប្រឹងធ្វើការរកអស់រកស៊ីលក់បន្លែដើម្បីចិញ្ចឹមជីវិតម្ដាយជរានោះនៅយប់មួយក្នុងខែភ្លឺច្បាស់ថ្លាល្អសុកបានយល់សុបិនឃើញទេវតាមួយអង្គយាងចុះពីលើមេឃហើយទេវតាអង្គនោះក៏មានព្រះបន្ទូលមកកាន់គេថាចូលអ្នកធ្វើដំណើរទៅទិសខាងកើតឲ្យដល់ស្រះឈូកមាសនៅទីនោះអ្នកនឹងឃើញត្រីមាសមួយក្បាលបើអ្នកអាចជួយវាបានអ្នកនឹងទទួលបានកំណប់ដែលមិនអាចកាត់ថ្លៃបានសម្រាប់ចិញ្ចឹមជីវិតរបស់អ្នកលុះដល់ពេលព្រឹកឡើងសុកបានសម្រេចចិត្តលាម្ដាយជរារបស់ខ្លួនដើម្បីធ្វើដំណើរទៅរកស្រះនោះតាមសុបិនរបស់ទេវតាទោះបីជាត្រូវឆ្លងកាត់ព្រៃភ្នំដ៏គ្រោះថ្នាក់យ៉ាងណាក៏ដោយក្តីក្នុងការធ្វើដំណើរនោះសុកក៏បានជួបនឹងឧបសគ្គជាច្រើនគេបានជួបយក្សចិត្តអាក្រក់យក្សនោះចង់ស៊ីសុកក៏ប៉ុន្តែដោយសារតែសុកប្រែពាក្យសម្ដីផ្អែមល្ហែមនិងចិត្តត្រជាក់រហូតធ្វើឲ្យយក្សកំណាចនោះមានចិត្តអាណិតហើយថែមទាំងជួយបង្ហាញផ្លូវទៅកាន់សុកទៀតផងភាពអត់ឃ្លានសុកស្ទើរតែដាច់ពោះស្លាប់ទៅហើយប៉ុន្តែគេមិនបានបោះបង់ចោលនៅគោលបំណងរបស់គេនោះទេដោយសារតែគេបានយល់សុបិនពីទេវតាអង្គនោះកាលពីយប់មិញលុះទៅដល់ស្រះឈូកមាសសុកក៏បានឃើញត្រីក្រឹមមាសមួយក្បាលកំពុងតែជាប់សំណាញ់របស់អ្នកនេសាទគ្រានោះសុកគ្មានប្រាក់លួសពីអ្នកនេសាទនោះទេគេក៏សុកចិត្តសុំធ្វើការបម្រើអ្នកនេសាទនោះរយៈពេលចំនួន3ខែជាថ្នូរនឹងការដោះលែងត្រីក្រឹមនោះដោយសេចក្តីអាណិតអាសូរអ្នកនេសាទរូបនោះក៏យល់ព្រមលុះដល់ពេលគម្រប់3ខែកន្លងផុតទៅត្រីក្រឹមមាសត្រូវបានដោះលែងស្រាប់តែរំពេចនោះត្រីក្រឹមមាសនោះក៏ប្រែក្លាយទៅជាបុត្រីស្ដេចនាគដ៏ស្រស់ស្អាតនាងក៏បានប្រគល់កែវមរកតមួយគ្រាប់ឲ្យមកកាន់សុកហើយបានប្រាប់ទៅកាន់សុកទៀតថាណែចៅសុកកែវនេះមិនមែនសម្រាប់តែទ្រព្យសម្បត្តិទេប៉ុន្តែវាអាចមើលឃើញចិត្តមនុស្សនិងអាចព្យាបាលរោគគ្រប់បែបយ៉ាងណានៅពេលដែលទទួលបានមរតកពីទេពធីតាអង្គនាគនោះហើយសុកបានត្រឡប់មកផ្ទះវិញហើយបានប្រើកែវមរកតនោះព្យាបាលកែវភ្នែកម្ដាយរបស់ខ្លួនឲ្យមើលឃើញពិភពលោកសាជាថ្មីនិងបានជួយព្យាបាលអ្នកស្រុកអ្នកភូមិដោយមិនយកប្រាក់កម្រៃឡើយកិត្តិយសរបស់ពួកគេបានធ្វើឲ្យអ្នកភូមិមានការងឿងឆ្ងល់ទៅកាន់សុកជាពន់ពេកព្រោះព្រះរាជាក៏បានឮដំណឹងនេះដែរហើយព្រះរាជាក៏បានកោះហៅសុកឲ្យទៅកាន់ព្រះបរមរាជវាំងហើយតែងតាំងសុកនោះឲ្យក្លាយទៅជាមន្ត្រីជាន់ខ្ពស់ទៀតផងដោយសារតែភាពស្មោះត្រង់និងចិត្តមេត្តារបស់គេនឹងឯងរឿងរ៉ាវនេះជាយូរខែយូរឆ្នាំកន្លងផុតទៅព្រះរាជាក៏បានសួរដំណើរដើមតងពីសុកដោយសារតែព្រះរាជាងឿងឆ្ងល់ខ្លាំងពេកនៅគ្រានោះសុកក៏បានរៀបរាប់ប្រាប់ដំណើរដើមរឿងតាំងតែពីដើមរហូតដល់ចប់សុកក៏បាននិយាយថាបបិទ្ធព្រះរាជាខ្ញុំប្រកាសណានៅថ្ងៃមួយនោះខ្ញុំបានទៅកន្លែងមួយដែលមានបឹងពណ៌មាសដែលខ្ញុំបានយល់សប្តិពីព្រះឥន្ទ្រាធិរាជដែលមកបញ្យល់សប្តិខ្ញុំនៅពេលនោះខ្ញុំបានសម្លឹងមើលទៅកាន់ត្រីក្រឹមមាសដោយកែភ្នែកអាណិតអាសូរហើយខ្ញុំក៏បានពោលដែរថាអូមនាលមច្ឆាអើយឥឡូវនេះអ្នកមានសេរីភាពហើយខ្ញុំបានតស៊ូបដូរយកសេរីភាពឲ្យអ្នកវិញដោយកម្លាំងញើសឈាមរបស់ខ្ញុំចូលអ្នកត្រឡប់ទៅជួបមាតាបិតារបស់អ្នកវិញចោះកុំឲ្យគេរងចាំយូរពេកនៅពេលដែលខ្ញុំប្រកាសរណាបានដាក់ត្រីក្រឹមនោះចូលទៅក្នុងទឹកហើយរំពេចនោះផ្ទៃទឹកស្រះដែលធ្លាប់តែស្ងប់ស្ងាត់ក៏ស្រាប់តែប្រែឡើងរលកខ្ពស់ខ្ពស់ហើយមានពន្លឺពណ៌មាសជះចេញមកយ៉ាងខ្លាំងរហូតធ្វើឲ្យខ្ញុំប្រកាសរណាត្រូវខ្ទប់ភ្នែកដោយសារតែពន្លឺពណ៌មាសនោះវាចាំងខ្លាំងពេកមួយសន្ទុះក្រោយមកខ្ញុំប្រកាសរណាក៏ស្រាប់តែឃើញក្មេងស្រីម្នាក់មានសម្រស់ស្រស់ស្អាតដូចជាទេពអប្សរ
ស្លៀកពាក់ក្រងដោយគ្រឿងអលង្ការភ្លឺភ្លេងពេលនោះនាងក៏បានដើរចេញពីកណ្ដាលផ្កាឈូកមាសមករកខ្ញុំប្រកាសរណានឹងឯងគ្រានោះគឺបុត្រីស្ដេចនាគបានញញឹមដាក់ខ្ញុំយ៉ាងស្រទន់បន្ទាប់មកគេក៏បានពោលថាឈប់សិនអ្នកកំឡោះចិត្តបុណ្យតើអ្នកដឹងទេថាអ្វីដែលអ្នកបានលះបង់ដើម្បីជីវិតសត្វត្រីដ៏តូចមួយនេះវាមានតម្លៃធំធេងណាស់ព្រះរាជាក៏ឆ្ងល់ហើយក៏បានអង្គុយសួរសុខបន្តទៀតសុខក៏បានរៀបរាប់ប្រាប់ទៅកាន់ព្រះរាជាទៀតថានៅពេលនោះខ្ញុំបានភ្ញាក់ស្ទើរតែលួសព្រលឹងបាត់ទៅហើយជង្គង់របស់ខ្ញុំប្រកាសណាលូតចូលទៅដល់ដីក្រឹបតែម្ដងពេលនោះខ្ញុំប្រកាសណាក៏បាននិយាយទៅកាន់ព្រះនាងដែលជាបុត្រីរបស់ស្ដេចនាគនោះអោព្រះនាងម្ចាស់អើយទូលព្រះបង្គំមិនដឹងថាព្រះនាងជាបុត្រីស្ដេចនាគឡើយទូលព្រះបង្គំគ្រាន់តែទៅធ្វើតាមសេចក្តីអាណិតនិងតាមសុបិនដែលទេវតាបានប្រាប់មកកាន់ខ្ញុំតែប៉ុណ្ណោះនៅគ្រានោះស្ដេចបុត្រីនាគក៏បានតបថាសុបិននេះគឺជាការសាកល្បងចិត្តរបស់អ្នកទេចិត្តដែលមិនក្បត់សន្យានិងចិត្តដែលចេះឈឺឆ្អាលនឹងទុក្ខលំបាករបស់អ្នកដទៃគឺជាកំណប់ដ៏ពិតប្រាកដតើអ្នកចង់បានមាសប្រាក់សន្ធឹកសន្ធាប់ឬចង់បានអំណាចបារមីដើម្បីគ្រងរាជ្យសម្បត្តិដែរឬទេនៅពេលដែលសុកបានពោលបែបនេះសុកក៏បន្តទៅកាន់ព្រះរាជាទៀតថានៅពេលនោះខ្ញុំប្រកាសណាបានក្រវីក្បាលយ៉ាងរហ័សហើយខ្ញុំបានក្រាបទូលទៅកាន់ព្រះនាងនាគនោះថាទូលព្រះបង្គំមិនប្រាថ្នាសម្បត្តិទ្រព្យអ្វីនោះទេឬអំណាចឡើយអ្វីដែលទូលព្រះបង្គំចង់បានបំផុតគឺចង់ឲ្យមាតាបិតារបស់ខ្ញុំប្រកាសណាខ្វាក់ភ្នែករស់នៅឯខ្ទមបាក់បែកនោះបានមើលឃើញពិភពលោកថ្មីនិងចង់ឲ្យអ្នកស្រុកអ្នកភូមិរបស់ទូលព្រះបង្គំផុតពីជំងឺរាតត្បាតតែប៉ុណ្ណោះនៅគ្រានោះបុត្រីស្ដេចនាគនាងក៏បានរំភើបចិត្តហើយក៏បានធ្វើឲ្យទឹកចិត្តកតញ្ញូរបស់សុកតបស្នងមកវិញដោយតម្លៃនៃគុណធម៌ពេលនោះព្រះនាងស្ដេចនាគបានពោលឡើងថាប្រសើរណាស់ចៅសុកនេះគឺជាកែវមរកតដល់វិសេសនៅពេលដែលព្រះនាងធីតាស្ដេចនាគនោះបានពោលចប់គេក៏បានហុចមកឲ្យខ្ញុំប្រកាសណានាងបានហុចកែវ7ពណ៌ដែលមានពន្លឺភ្លឺថ្លាពេលនោះនាងក៏បាននិយាយទៀតថាចូលអ្នកយកវាទៅប៉ះភ្នែកមាតារបស់អ្នកចោះគាត់នឹងអាចមើលឃើញវិញភ្លាមហើយរាល់ពេលដែលអ្នកយកកែវនេះទៅត្រាំនៅក្នុងទឹកនោះនឹងคล้ายទៅជាទឹកទឹកព្យាបាលរោគគ្រប់បែបយ៉ាងសុកក៏បានទូលបង្គំសូមអរព្រះគុណទៅកាន់ព្រះនាងនោះជាពន់ពេកដោយសេចក្តីមេត្តារបស់ព្រះនាងទូលព្រះបង្គំនឹងចងចាំទុកអស់មួយជីវិតបន្ទាប់មកបុត្រីស្ដេចនាគនោះក៏ចុះទៅចាកចេញចូលទៅឋានរបស់គេវិញទៅភ្លាមនោះព្រះនាងក៏បានមួយចូលទៅក្នុងស្រះឈូករួចក៏បានបាត់ស្រមោលឈឹងបន្សល់ទុកតែពពុះទឹកពណ៌មាសនិងក្លិនក្រអូបឈ្ងុយឈ្ងប់ពាសពេញព្រៃហើយសក់គ្រានោះក៏បានរត់សម្ដៅទៅកាន់ផ្ទះរបស់គេទាំងចិត្តរំភើបញាប់ញ័រដើម្បីយកដំណឹងដ៏ល្អនេះទៅប្រាប់មាតារបស់ខ្លួននៅពេលដែលបានរៀបរាប់ប្រាប់ទៅកាន់ព្រះរាជាដូច្នេះហើយព្រះរាជាក៏មានប្រតិរីករាយជាមួយនឹងគុណធម៌នៃចិត្តរបស់សុកខ្លាំងណាស់ហើយព្រះអង្គក៏ប្រទានងារកាន់តែឧត្តមឧត្តមខ្ពស់ជាងមុនទៀតផងគ្រានោះសុបិនកុមារឬក៏ចៅសុកក៏បានคล้ายទៅជាសេនាស្ដាំរបស់ព្រះរាជាតរៀងទៅរឿងអាក្បាលខូចនិងសិទ្ធិកំណាញ់កាលគ្រាកន្លងដ៏យូរលង់ណាស់ទៅហើយមានក្មេងប្រុសម្នាក់ឈ្មោះថាអាក្បាលខូចគេល្បីខាងប្រើល្បីកលបោកបញ្ឆោតអ្នកភូមិមិនចេះចប់មិនចេះហើយប៉ុន្តែគេមានចំណុចល្អមួយនោះគឺគេចូលចិត្តបង្ក្រាបពពួកសេដ្ឋីណាដែលចូលចិត្តមើលងាយអ្នកក្រនៅថ្ងៃមួយអាក្បាលខូចបានចង់ផ្ចាញ់សេដ្ឋីម្នាក់ដែលរស់នៅក្បែរភូមិរបស់ខ្លួនគេបានយកសេះចាស់មួយក្បាលមកតុបតែងខ្លួនយ៉ាងស្រស់ស្អាតរួចក៏យកមាសមួយកាក់យកទៅដាក់នៅក្នុងមាត់សេះនោះនៅពេលដែលសេដ្ឋីដើរកាត់អាក្បាលខូចវាក៏បានទះគូតសេះរួចសេះនោះក៏បានខ្ជាក់មាសនោះចេញមកឃើញដូច្នេះសេដ្ឋីនោះក៏បានពោលឡើងថាណែអាដំរីសេះឯងនេះ
ចេះខ្ជាក់មាសផងឬគ្រានោះអក្បាលខូចក៏បានឆ្លើយថាបាទលោកមហាសេដ្ឋីនេះគឺជាសេះទឹករបស់ជីតារបស់ខ្ញុំឲ្យតែវាស៊ីស្មៅឆ្អែតវានឹងខ្ជាក់កាក់មាសឲ្យយើងជារៀងរាល់ថ្ងៃសេដ្ឋីពេលនោះក៏លន់មាត់ហើយក៏បានសុំទិញសេះពីចៅក្បាលខូចនោះនៅក្នុងតម្លៃថ្លៃបំផុតតែពេលយកទៅដល់ផ្ទះសេដ្ឋីនោះក៏បានឲ្យសេះស៊ីស្មៅរហូតដល់ហើមពោះនៅតែមិនឃើញខ្ជាក់កាក់មាសនោះសូម្បីតែមួយកាក់សោះក្រោយមកសេដ្ឋីនោះមានចិត្តខឹងខ្លាំងណាស់ក៏បញ្ជាឲ្យកូនចៅរបស់ខ្លួនទៅចាប់អក្បាលខូចយកមកដាក់ទោសដើម្បីទាយកសំណងមកវិញបើមិនដូច្នេះទេសេដ្ឋីនឹងបោះគេចូលទៅក្នុងទឹកទន្លេកូនចៅរបស់សេដ្ឋីក៏បានទៅចាប់អក្បាលខូចដាក់ចូលទៅក្នុងបាវរួចបានសែងយកទៅចោលនៅឯមាត់ទន្លេប៉ុន្តែដោយសារតែផ្លូវឆ្ងាយពួកគេក៏បានទុកបាវនោះចោលនៅក្រោមដើមឈើដ៏ធំមួយដើមរួចក៏បាននាំគ្នារត់ទៅហូបបាយបាត់ទៅនៅគ្រានោះខណៈមានបុរសម្នាក់កំពុងតែខ្វៀលគោភ្នែកខ្វាក់ម្ខាងដើរកាត់នៅទីនោះចំណែកឯអក្បាលខូចដែលនៅក្នុងបាវវាក៏ស្រែកយ៉ាងសប្បាយពេលនោះវាបានស្រែកឡើងថាអូយស្រួលណាស់គេឲ្យខ្ញុំទៅធ្វើជាសេដ្ឋីហើយតែខ្ញុំមិនចង់ទៅសោះគេបង្ខំខ្ញុំពេកបុរសខ្វៀលគោឮដូច្នេះក៏ឈប់សួរគេក៏បានពោលថាយីអើណែអ្នកនៅក្នុងបាវអើយតើគេឲ្យអ្នកទៅធ្វើសេដ្ឋីមែនឬគ្រានោះឯងអក្បាលខូចក៏បានឆ្លើយថាបាទលោកបងគេឲ្យខ្ញុំទៅរៀបការជាមួយនឹងកូនស្រីរបស់លោកមហាសេដ្ឋីនៅឯចុងភូមិឯណោះនឹងធ្វើជាម្ចាស់ទ្រព្យសម្បត្តិប៉ុន្តែខ្ញុំនៅក្មេងពេកខ្ញុំមិនចង់ទៅនោះទេបើលោកចង់ទៅធ្វើជាសេដ្ឋីសូមលោកមកដោះលែងខ្ញុំហើយចូលទៅក្នុងបាវនេះជំនួសខ្ញុំវិញទៅលោកនឹងក្លាយទៅជាសេដ្ឋីជំនួសខ្ញុំបាត់ទៅហើយបុរសខ្វៀលគោនោះអរពេកក៏ប្រញាប់ស្រាយបាវដោះលែងអក្បាលខូចនោះចេញឲ្យរួចខ្លួនបាត់ទៅហើយគេក៏បានចូលទៅដេកនៅក្នុងបាវនោះជំនួសអក្បាលខូចឡើងវិញចំណែកឯអក្បាលខូចក៏បានដេញវងគោរបស់បុរសនោះត្រឡប់ទៅផ្ទះរបស់ខ្លួនបាត់ទៅលុះដល់ព្រឹកស្អែកឡើងអក្បាលខូចបានដេញវងគោរាប់សិបក្បាលកាត់មុខផ្ទះរបស់លោកសេដ្ឋីហើយសេដ្ឋីភ័យផងឆ្ងល់ផងក៏រត់ចេញមកសួរសេដ្ឋីក៏បានពោលថាយីអើអក្បាលខូចយើងបានបោះឯងចូលទៅក្នុងទន្លេបាត់ទៅហើយតើឯងរស់រៀនមានជីវិតឡើងវិញដោយរបៀបណាទៅហើយបានគោមកពីណាអីក៏ច្រើនម្ល៉េះនៅគ្រានោះអក្បាលខូចវាក៏ឆ្លើយហើយធ្វើមុខស្ងួតអូលោកសេដ្ឋីខ្ញុំនៅបាតទន្លេនោះមានភូមិគ្រឹះស្ដេចនាគស្អាតណាស់ពេលដែលខ្ញុំធ្លាក់ទៅដល់ស្ដេចនាគបានជួយសង្គ្រោះខ្ញុំហើយថែមទាំងប្រគល់វងគោទាំងអស់នេះឲ្យខ្ញុំទៀតផងលោកស្ដេចនាគក៏បានប្រាប់ខ្ញុំបន្ថែមថាបើសិនជាអ្នកណាធ្លាក់ទៅដល់ទីនោះមុនគេនឹងបានមាសប្រាក់ច្រើនជាងនេះទ្វេដងនៅគ្រានោះសេដ្ឋីដែលមានចិត្តលោភលន់ឮដូច្នេះក៏ប្រញាប់លោតចូលទៅក្នុងទន្លេប្រងតែម្ដងមិនបងអង្គយូរឡើយដើម្បីរកមាសប្រាក់ចុងក្រោយសេដ្ឋីនោះហែលទឹកឡើងគោកវិញទាំងញ័រញាក់ឯក្បាលខូចឯណោះក៏ដើរដេញវងគោសើចក្អាកក្អាយយ៉ាងសប្បាយរំភើយបាត់ទៅក្រោយពីសេដ្ឋីហែលទឹកឡើងមកលើច្រាំងទន្លេវិញទាំងញ័រញាក់គាត់កាន់តែខឹងអក្បាលខូចខ្លាំងឡើងហើយគាត់បានគិតនៅក្នុងចិត្តរបស់គាត់ថាលើកនេះយើងមិនសម្លាប់វាទេយើងនឹងទៅចាប់វាទាំងរស់តែម្ដងអក្បាលខូចដឹងមុនថាសេដ្ឋីមុខជាមកព្រួតចាប់ខ្លួនចាក់ជាមិនខានគេក៏ទៅទិញស្ករមួយចានរួចបានយកទៅលាបថ្នាំពណ៌មាសយ៉ាងស្អាតប្រណិតបន្ទាប់មកគេបានទៅជួលក្មេងៗនៅក្នុងភូមិចំនួន5ទៅ6នាក់ឲ្យទៅពួននៅក្នុងព្រៃក្បែរនោះដោយប្រាប់ថាពេលឃើញអញវាស្គរពួកឯងត្រូវតែស្រែកហូរួចជះទឹកពីលើមកឈើមកខ្លាំងដូចជាទឹកភ្លៀងធ្លាក់អញ្ចឹងមិនយូរប៉ុន្មានសេដ្ឋីនិងកូនចៅរបស់គេដែលប្រដាប់ទៅដោយដំបងក៏មកដល់ផ្ទះរបស់អក្បាលខូចសេដ្ឋីក៏បាននិយាយឡើងថាអក្បាលខូចឯងបោកយើងឲ្យលោតទឹកស្ទើរតែដាច់ខ្យល់ឥឡូវឯងចង់សងការខូចខាតដល់យើងតាមស្រួលឬក៏ចង់ឲ្យយើងមកកំទេចផ្ទះរបស់ឯងគ្រានោះអក្បាលខូចវាធ្វើមុខភ័យពេលវាបានពោលឡើងថាលោកម្ចាស់ថ្លៃអើយសូមមេត្តាអភ័យទោសឲ្យទូលព្រះបង្គំផងចុះ
តាមពិតខ្ញុំចង់ទៅយកមាសសងលោកសេដ្ឋីវិញទេប៉ុន្តែឥឡូវមេឃក្តៅពេកស្រែចម្ការខ្ញុំបានក្រៀមក្រោះអស់ទៅហើយគ្មានជីវជាតិអ្វីសោះខ្ញុំកំពុងតែប្រើស្គរទឹកនេះឲ្យហៅទឹកភ្លៀងដើម្បីជួយអ្នកភូមិរបស់យើងទាំងអស់គ្នាហ្នឹងណានៅគ្រានោះសេដ្ឋីហេតុតែមានចិត្តលោភលន់សេដ្ឋីមិនជឿក៏បញ្ជាឲ្យអាក្បាលខូចបង្ហាញអាក្បាលខូចវាក៏បានលើកស្គរមាសយកទៅវាយយ៉ាងខ្លាំងសំឡេងស្គរឮសូរតែទូងទូងរួចក៏ស្រែកថាអោព្រះភិរុនព្រះម៉ែធរណីសូមប្រទានភ្លៀងមួយមេធ្លាក់ភ្លាមមករំពេចនោះសំឡេងហូរកញ្ជ្រៀវក៏បន្លឺឡើងពីក្នុងព្រៃហើយទឹកក៏ចាប់ផ្ដើមធ្លាក់ស្រោចស្រពមកលើផ្ទះរបស់អាក្បាលខូចយ៉ាងខ្លាំងទឹកដែលក្មេងៗបានជះចុះមកនោះចំណែកឯសេដ្ឋីកំពុងតែក្តៅស្អុះស្រាប់ឃើញភ្លៀងធ្លាក់មែនក៏ត្រេកអរជាខ្លាំងសេដ្ឋីក៏បានឧទានទៀតថាអស់ចាណាបើមានស្គរនេះយើងមិនអាចខ្វះភាពរាំងស្ងួតបានទៀតនោះទេយើងអាចលក់ទឹកភ្លៀងឲ្យអ្នកភូមិយកទៅធ្វើស្រែចម្ការបានមាសរាប់ដំឡឹងឯណោះគ្រានោះអាក្បាលខូចមិនបានទេលោកសេដ្ឋីស្ករដែលក្មេងៗឲ្យទៅស៊ីនោះពួកគេបានស៊ីអស់ទៅហើយចំណែកឯស្គរនេះវាគឺជាគេមរតកចុងក្រោយរបស់ខ្ញុំបើលក់ទៅខ្ញុំគ្មានអ្វីសម្រាប់ចិញ្ចឹមជីវិតនោះទេដោយសារតែភាពលោភលន់ហួសប្រមាណសេដ្ឋីក៏សុខចិត្តលុបបំណុលចាស់ទាំងអស់ហើយថែមទាំងប្រគល់ប្រាក់ចំនួន 5,000 ដំឡឹងឲ្យទៅអាក្បាលខូចដើម្បីដូរយកស្គរមាសនោះនៅពេលដែលសេដ្ឋីយកស្គរនោះទៅដល់ផ្ទះហើយចំពេលដែលស្រែរបស់គាត់កំពុងតែខ្វះទឹកគាត់ក៏បានហៅអ្នកស្រុកឲ្យមកមើលយ៉ាងច្រើនកុះករជាអនេកគ្រានោះសេដ្ឋីក៏ចាប់ផ្ដើមវាយស្គរឬស្នូតែទូងរហូតទៅដល់បែកស្គរតែម្ដងក៏នៅតែគ្មានភ្លៀងធ្លាក់សូម្បីតែមួយដំណក់មេឃនៅតែប្រែពណ៌ជាក្តៅចែដីក៏ប្រេះទៅជាប្រេះក្រហែងស្រាំឯសេដ្ឋីត្រូវអ្នកភូមិសិតចំអកឲ្យយ៉ាងខ្លាំងចំណែកឯអាក្បាលខូចឯនោះវិញវាបានវិចបង្វិចនាំម្ដាយជរារបស់វារត់ទៅនៅឯស្រុកឆ្ងាយបាត់ទៅបង្កើតជីវិតថ្មីយ៉ាងមានសេចក្តីសុខជាមួយនឹងប្រាក់ចាយមិនអស់ពីសេដ្ឋីនោះឯងរឿងស្ដេចត្រីកាលគ្រាកន្លងទៅហើយកាលនោះមានសេចក្តីមួយត្រូវបានដំណាលមកថាមានតាយាយម្នាក់បានប្រកបរបរធ្វើចម្ការហើយមានជីវភាពតោយ៉ាក់ខ្លាំងណាស់អ្វីត្បិតតែគាត់ខិតខំប្រឹងប្រែងទៅធ្វើការជារៀងរាល់ថ្ងៃក៏ដោយនៅថ្ងៃមួយគាត់កំពុងតែកាប់ចម្ការក៏ស្រាប់តែរបូតផ្លែផ្គាក់ធ្លាក់ចូលទៅក្នុងទឹកស្ទឹងគាត់នឹកស្ដាយព្រោះគាត់រស់នៅដោយពឹងផ្អែកទៅលើឧបករណ៍ទាំងអស់នេះដូច្នេះគាត់ក៏សម្រេចចិត្តចុះមុជទឹកតាមរាវរកផ្លែផ្គាក់របស់គាត់នៅពេលដែលគាត់ចុះហែលទៅជ្រៅបន្តិចគាត់ក៏បានជួបប្រទះនឹងវងបរិវារសត្វត្រីពពួកអស់បរិវារវងស្ដេចត្រីទាំងអស់នោះក៏បាននាំគាត់ទៅវិមានដើម្បីជួបនឹងស្ដេចរបស់គេរីឯស្ដេចត្រីបានបង្គាប់ឲ្យបរិវារធ្វើម្ហូបត្រីជាច្រើនមុខយ៉ាងឈ្ងុយឆ្ងាញ់សម្រាប់ទុកទទួលតាជាកិត្តិយសនៅពេលដែលលើកម្ហូបយកមកឲ្យតាធ្វើមុខជូរចងចិញ្ចើមហើយនិយាយថាខ្ញុំមិនបរិភោគត្រីនេះទេខ្ញុំសូមតែអំបិលបន្តិចមកបើឃើញដូច្នេះស្ដេចត្រីក៏សួរទៅកាន់តាថាណែតាតើខ្សែវសានពួកមនុស្សគេធ្វើអ្វីដែរដែលបានដាក់បងក្តោងទៅតាមមាត់ច្រាំងនៅពេលនោះតាក៏បានឆ្លើយទៅកាន់ស្ដេចត្រីថាខ្ញុំអត់ដឹងអីទេស្ដេចត្រីក៏បានសួរបន្តទៀតថាណែតាចុះគេធ្វើអ្វីដែរដែលដាក់ឫស្សីនៅតាមទឹកនៅគ្រានោះតាក៏បានឆ្លើយទៅកាន់ស្ដេចត្រីថាខ្ញុំអត់ដឹងទេស្ដេចត្រីសើចហើយឲ្យរង្វាន់តាជាច្រើនដូចជាមាសពេជ្រយ៉ាងសន្ធឹកសន្ធាប់ព្រមទាំងប្រគល់ផ្លែផ្គាក់ឲ្យទៅតាវិញផងដែរពេលដែលតាត្រឡប់មកកាន់ភូមិរបស់គាត់វិញគាត់បានក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់នៅក្នុងភូមិនៅថ្ងៃមួយគឺមានខ្លារបស់គាត់ម្នាក់បានមកលេងផ្ទះគាត់ហើយសួរថាតើឯងរកស៊ីអ្វីនឹងខ្លាបានជាឆាប់មានឆាប់បានយ៉ាងនេះនៅគ្រានោះគាត់ក៏ដំណើររឿងរ៉ាវឲ្យទៅមិត្តរបស់គាត់ស្ដាប់អស់សេចក្តី
នៅថ្ងៃបន្ទាប់មិត្តរបស់គាត់បានធ្វើត្រាប់តាមគាត់ទៅចំការហើយធ្វើពុតជារបូតផ្លែផ្គាក់ធ្លាក់ចូលទៅក្នុងទឹកស្ទឹងរួចរំពេចនោះគាត់ធ្វើជាចុះរាវរកដោយដាខ្លារបស់គាត់ដែរបន្ទាប់មកមិត្តរបស់គាត់ក៏បានជួបនឹងបរិវារជាត្រីហើយបាននាំគាត់ទៅជួបនឹងស្ដេចរបស់គេនៅឯបាតស្ទឹងបន្ទាប់មកស្ដេចត្រីក៏បង្គាប់បរិវារឲ្យរៀបចំធ្វើម្ហូបមានដូចជាសាច់ត្រីដូចមុនតែតានេះគិតតែពីបរិភោគសាច់ត្រីយ៉ាងឆ្ងាញ់មាត់នៅពេលដែលបរិភោគហើយស្ដេចត្រីក៏សួរណែតានៅខែវស្សាតើពពួកមនុស្សគេធ្វើអ្វីដែរដែលបានដាក់ក្តោងតងនៅតាមមាត់ច្រាំងនៅគ្រានោះតាបានឆ្លើយថាអូអានឹងគឺគេស្ទូចត្រីស្ដេចត្រីក៏សួរបន្តថាតាចុះគេធ្វើអ្វីដែរដែលដាក់ឫស្សីរយីងរយងនៅតាមមាត់ទឹកនោះពេលនោះតាក៏ឆ្លើយថាណែអានឹងគឺគេធ្វើជាពួកយកត្រីឆ្លើយចប់ភ្លាមស្ដេចត្រីក៏បញ្ជាឲ្យបរិវារនាំគ្នាស៊ីតានោះអស់ខ្ទេចខ្សែជីវិតគ្មានសល់នៅសល់តែឆ្អឹងបន្តិចហើយជីវិតរបស់តានោះក៏បានខ្សែចូលទៅក្នុងទឹកស្ទឹងនៃបាតទន្លេនោះបាត់ទៅរឿងស្ដេចកណ្ដុរសកាលសម័យមួយមានក្មេងស្រីមួយវងនាំគ្នាចុះទៅមុតទឹកអូរនៅក្នុងចំណោមក្មេងទាំងអស់នោះមានក្មេងស្រីម្នាក់មានរូបសម្បត្តិល្អណាស់នៅពេលនោះស្រាប់តែមានយក្ខិនីមួយមកពីព្រៃហើយឃើញក្មេងៗទាំងអស់នោះកំពុងតែមុជទឹកយ៉ាងមមីដេះដាស់ក្រោយមកក៏បានចុះមកដេញចាប់ក្មេងៗពពួកក្មេងៗទាំងឡាយបាននាំគ្នារត់គេចផុតអស់ពីដៃយក្ខិនីនោះនៅសល់តែក្មេងស្រីម្នាក់ដែលមានរូបឆោមលោមពណ៌ល្អស្អាតជាងគេទាំងអស់នោះយក្ខក៏បានចាប់បាននាងភ័យណាស់បានសំពះអង្វរយក្ខឲ្យព្រមដោះលែងខ្លួនទៅក៏ប៉ុន្តែយក្ខិនីនោះមិនព្រមហើយពោលលួងលោមទៅកាន់នាងក្មេងតូចនោះថាយើងចាប់នាងយកទៅធ្វើជាកូនទេព្រោះយើងគ្មានកូនសោះនៅពេលដែលចាប់បានយក្ខបានទៅរស់នៅក្នុងផ្ទះនៅឯព្រៃយក្ខតែងតែបំពន់នាងស្រីនោះឲ្យឆាប់ធំរហ័សយក្ខតែងតែពោលលួងលោមថាកូនស្រីខំហូបទៅនេះណែសាច់សុទ្ធថ្លើមណាកូនហូបឲ្យបានច្រើនអាងនឹងឆាប់ធំណាកូនពេលដែលឃើញក្មេងស្រីនោះកាន់តែធំឡើងមានសម្បុរល្អស្អាតភ្លឺថ្លាចិត្តពេញក្រមុំយក្ខនោះបានសួរទៅកាន់ក្មេងស្រីនោះថាកូនស្រីថ្លើមកូនធំប៉ុណ្ណាហើយក្មេងស្រីបានឆ្លើយថាប៉ុនគម្របឆ្នាំងហើយយក្ខក៏បានសើចហើយនិយាយប្រាប់ទៀតថាអញ្ចឹងកូនប្រឹងហូបឲ្យធំទៀតទៅមិនខ្វះទេម្ហូបអាហារគិតយ៉ាងណាកូននឹងអាងឆាប់ធំនៅថ្ងៃក្រោយមកទៀតយក្ខិនីនោះចេះតែសួរនាងថាកូនស្រីថ្លើមកូនប៉ុណ្ណាហើយនាងឆ្លើយថាប៉ុនថាហើយយក្ខិនីសើចហើយនិយាយចំអន់ថាកូនឯងឆាប់ធំមែនតើក្រោយមកទៀតយក្ខក៏សួរថាណែកូនតើថ្លើមធំប៉ុណ្ណានាងក៏ចេះតែឆ្លើយថាធំប៉ុនចង្អេហើយណាម៉ែបន្ទាប់មកមិនទាន់បានប៉ុន្មានថ្ងៃផងយក្ខសួរណែកូនថ្លើមកូនឯងធំប៉ុណ្ណាទៀតហើយនាងស្រីឆ្លើយថាគឺធំប៉ុនហោជាងផ្ទះហើយយក្ខត្រេកអរណាស់ប្រាប់នាងស្រីថាកូននៅចាំផ្ទះណាម៉ែទៅលេងផ្ទះបងប្អូនមួយអាទិត្យពេលដែលម៉ែមិននៅចូលកូនកុំមាត់និងកុំជាប់បាយនៅក្រោមផ្ទះឲ្យសោះណាកូនម្យ៉ាងទៀតពេលដែលជិតផុតកំណត់ថ្ងៃនឹងម៉ែវិលត្រឡប់មកវិញចូលកូនទៅបេះផ្លែក្រូចឆ្មាឲ្យបានមួយកញ្ជើមកទុកឲ្យម៉ែផងពេលដែលយក្ខិនីនោះបានចាក់ចេញពីផ្ទះទៅភ្លាមកូនស្រីនោះបានដាំបាយរីកកោគេក៏បានប្រឹងសង្កេតនិងជាត់ទឹកបាយនោះដាក់នៅក្រោមផ្ទះនៅពេលនោះមានស្ដេចកណ្ដុរសមួយក្បាលបានចេញមកនាងស្រីក៏បានដេញវាយក៏ប៉ុន្តែកណ្ដុរសនោះបានស្រែកប្រាប់ទៅកាន់នាងស្រីថាណែក្មេងស្រីតូចក្មេងឯងកុំវាយខ្ញុំអ្នកឯងដឹងទេប៉ុន្មានថ្ងៃទៀតយក្ខនឹងនាំបងប្អូនវាមកស៊ីអ្នកឯងហើយម្យ៉ាងទៀត
ដំណាំនិងបណ្ដាំដែលយក្សបានផ្ដែផ្ដាំឲ្យបេះផ្លែក្រូចឆ្មាឲ្យបានមួយកញ្ជើល្អីគឺវាទុកសម្រាប់ធ្វើជាទឹកជ្រលក់គ្រឿងក្នុងនិងសាច់របស់អ្នកឯងនោះទេក្មេងស្រីនោះភ័យណាស់ហើយឈប់ដេញវាយកណ្ដុរសរួចនិយាយអញ្ចឹងជួយខ្ញុំផងកណ្ដុរសក៏បានតបវិញថាយក្សវានិយាយថាទៅប៉ុន្មានថ្ងៃដែរក្មេងស្រីក៏ឆ្លើយថាគាត់ប្រាប់ថាទៅចំនួន7ថ្ងៃកណ្ដុរនិយាយបន្តថាអញ្ចឹងខ្ញុំត្រូវតែខំប្រឹងកាយរូងទាំងយប់ទាំងថ្ងៃដើម្បីរំដោះនាងស្ដេចកណ្ដុរសបានហៅកូនចៅរបស់ខ្លួនឲ្យមកជួយកាយរូងជាបន្ទាន់ព្រោះនៅសល់តែ7ថ្ងៃទៀតតែប៉ុណ្ណោះគេនឹងត្រឡប់មកដល់ពេលដែលយក្សវិលមកវិញពួកគេខំប្រឹងកាយរូងរហូតទៅដល់ភូមិអ្នកស្រុកនៅថ្ងៃទី6ហើយបានបេះផ្លែក្រូចឆ្មាទុកដាក់ឲ្យយក្សមួយកញ្ជើបន្ទាប់មកគេបានចាប់ក្អែបចាប់ឃ្មុំអមាល់ដាក់ពាសពេញផ្ទះយក្សរួចបិទទ្វារឲ្យជិតស្អាតល្អសត្វទាំងអស់នោះហើរចេញទៅក្រៅមិនបានពេលរួចកិច្ចការអស់ហើយកណ្ដុរសបានប្រាប់ទៅនាងស្រីឲ្យទៅមុតទឹកអណ្ដូងមានអណ្ដូងប្រាក់របស់យក្សសិនព្រោះដើម្បីឲ្យនាងមានក្លិននិងភាពភ្លឺរលោងលុះមួយរួចហើយកណ្ដុរសបានប្រាប់នាងស្រីឲ្យតោងកន្ទុយគេរួចលូនចូលតាមរូងធ្លាយរហូតទៅដល់អ្នកស្រុកអ្នកភូមិកណ្ដុរសក៏បានទុកនាងស្រីនោះឲ្យស្នាក់នៅក្នុងភូមិជាមួយនឹងអ្នកស្រុកហើយគេបានរត់ទៅមើលយក្សនិងបងប្អូនរបស់វាពេលដែលវិលត្រឡប់មកផ្ទះវិញនៅពេលដែលយក្សដល់ថ្ងៃកំណត់ពួកគេក៏បានមកដល់មុខផ្ទះគេក៏បានស្រែកហៅថាកូនស្រីមាសម្ដាយម៉ែមកវិញហើយបើកទ្វារឲ្យម៉ែចូលផ្ទះផងគ្មានចម្លើយតែយក្សឮសំឡេងកន្លងយំនិងអមាល់វើយក្សក៏បានលួងថាកូនកុំយំម៉ែមានទៅយូរឯណាគឺទៅតែតាមថ្ងៃកំណត់នឹងហើយទ្វារនៅតែមិនទាន់បើកយក្សនិយាយបណ្ដើរបានយកដៃទៅបំរុងនឹងរុញទ្វារបណ្ដើរដោយនិយាយថាកូននេះយំអីក៏យំម្លេះខឹងម៉ែណាស់ទៅហើយយក្សក៏បានទាញទ្វារបើកឡើងសัตว์ឃ្មុំអមាល់ស្រាំងបានដេញតិចពពួកយក្សទាំងឡាយព្រមទាំងបងប្អូនយក្សគិនីនោះហើមមុខហើមមាត់ពួកគេគ្មានស៊ីអ្វីកើតក៏នាំគ្នាស៊ីតែសាច់សัตว์ងាប់ឬសัตว์ក្រៀមទៅយក្សខឹងនាងស្រីនោះខ្លាំងណាស់ផ្ទុយទៅវិញកណ្ដុរសសាច់សប្បាយហើយនិយាយបញ្ឈឺទៅកាន់ពពួកយក្សថាឲ្យសមមុខណាស់ទៅហើយចង់ស៊ីគេបានហើមមុខល្អមិនល្អមើលទេយក្សខឹងណាស់ក៏បានដេញវាយកណ្ដុរសបានរត់ចូលទៅក្នុងកំពតឫស្សីយក្សប្រឹងរត់លឿនពេកក៏ជ្រុលខ្លួនទៅជាប់ក្នុងកំពតឫស្សីនោះទៅនៅពេលនោះយក្សបានអង្វរឲ្យកណ្ដុរជួយសង្គ្រោះគេផងកណ្ដុរក៏ឆ្លើយថាខ្ញុំមិនមែនជួយទេអ្នកឯងនាំគ្នាស៊ីតែមនុស្សអញ្ចឹងនោះខ្ញុំមិនអាចជួយអ្នកបានឡើយកណ្ដុរអរណាស់រត់ទៅកាន់ភូមិដើម្បីប្រាប់រឿងរ៉ាវនេះទៅកាន់នាងស្រីថាណែអ្នកស្រុកអ្នកភូមិទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅនាងនិងអ្នកភូមិគ្មានយក្សឯណាមកតាមយីចាប់ស៊ីសាច់តទៅទៀតឡើយតើនាងដឹងទេយក្សបានផុងខ្លួនជាប់ទៅក្នុងគុម្ពឫស្សីបាត់ទៅហើយវាហៅខ្ញុំឲ្យជួយដែរតែខ្ញុំមិនជួយពួកគេព្រោះពួកគេប្រព្រឹត្តតែអំពើអាក្រក់យក្សនោះប្រកាសជាស្លាប់យ៉ាងយូរចំនួន3ថ្ងៃទៀតសាច់វានឹងរលេះរលួយក្អែកថ្មាតចោះស៊ីវាចាក់ជាពុំខានដូច្នេះចូលនាងទៅរស់នៅជាមួយនឹងខ្ញុំសុំនាងធ្វើជាកូនថ្លែងពីបុរសកំសត់ម្នាក់ដែលធ្លាប់បានឃើញនាងស្រីនោះគេតែងតែចាប់ចិត្តលួចស្រឡាញ់នាងនោះយ៉ាងខ្លាំងគេមិនហ៊ានសួរនាំចិត្តនាងព្រោះខ្លាចយក្សឥឡូវនេះគេរត់ទៅកើតទុកជាខ្លាំងណាស់ទៅទៀតព្រោះមិនដែលឃើញនាងនោះសោះថ្ងៃមួយគេបានទៅបរបាញ់សត្វនៅឯព្រៃដើម្បីយកមកធ្វើជាម្ហូបក៏ជួបប្រទះនឹងស្ដេចកណ្ដុរសនាងនោះបានជួបស្ដេចកណ្ដុរសនិងពពួកពូជអម្បូរស្ដេចកណ្ដុរក៏បានសួរទៅកាន់អ្នកកំឡោះនោះថាឯងមានបញ្ហាអ្វីស្គមម្ល៉េះអ្នកកំឡោះនោះឆ្លើយថាខ្ញុំនឹកនាងស្រីដែលជាកូនយក្សនោះណាស់សពថ្ងៃមិនដឹងជានាងទៅរស់នៅឯណានោះទេនាងមិនដែលឲ្យខ្ញុំឃើញសោះកណ្ដុរសសើចហើយរត់ចេញពីមុខអ្នកកំឡោះនោះបាត់ទៅលុះស្អែកឡើងគេបានទៅបរបាញ់សត្វនៅតាមពពួកមួយទៀតគេក៏បានយកស្ដេចកណ្ដុរស
ពាក់កណ្ដាលនិងប្រឡាក់ទុកឲ្យនាងស្រីពាក់កណ្ដាលជាបន្តបន្ទាប់អ្នកកំឡោះតែងតែចុះឡើងនៅឯផ្ទះកណ្ដុរសព្រោះអាចបានថ្លែងសារស័ព្ទទុកគេតែងតែយកសាច់ទៅឲ្យធ្វើម្ហូបនិងបានហូបជាមួយស្ដេចកណ្ដុរសយ៉ាងឆ្ងាញ់ពិសាជាមួយគ្នាចំណែកនាងស្រីចេះតែរត់គេចពួនមិនឲ្យអ្នកកំឡោះនោះឃើញឡើយដោយឃើញអ្នកកំឡោះនោះស្គមពេកកណ្ដុរសក៏និយាយបញ្ចុះបញ្ចូលទៅកាន់កូនស្រីឲ្យយល់ព្រមស្រឡាញ់អ្នកកំឡោះនោះទៅគ្រានោះនាងស្រីក៏បានយល់ព្រមតាមស្ដេចកណ្ដុរសដូច្នេះស្ដេចកណ្ដុរសក៏និយាយប្រាប់អ្នកកំឡោះថាបើឯងចង់បានប្រពន្ធឯងដណ្ដឹងកូនខ្ញុំទៅអ្នកកំឡោះក៏យល់ព្រមតាមដែរឯនាងស្រីបាននិយាយប្រាប់ស្ដេចកណ្ដុរឲ្យទៅអញ្ជើញពុកម៉ែបង្កើតរបស់នាងផងនាងមូមលូនិងថ្នាំជក់ចងកស្ដេចកណ្ដុរឲ្យរត់ទៅអញ្ជើញពួកគាត់ពេលដែលទៅដល់ផ្ទះនាងស្រីស្ដេចកណ្ដុរសបានស្រែកថាអ្នកខ្ញុំមកអញ្ជើញអ្នកទៅពិសាការកូនស្រីខ្ញុំនាងជាម្ដាយនាងស្រីបានឆ្លើយថាខ្ញុំមិនទៅទេខ្ញុំបានបាត់កូនរបស់ខ្ញុំរកពុំឃើញខ្ញុំពិបាកចិត្តណាស់ស្ដេចកណ្ដុរសបានឆ្លើយថាអ្នកកុំពិបាកចិត្តអីណាអ្នកកូនខ្ញុំដូចជាកូនអ្នកដែរអ្នកទៅកុំខានឡើយណាលុះស្អែកឡើងឪពុកម្ដាយនាងស្រីបានភ្ញាក់ពីព្រលឹមដើម្បីទៅចូលរួមពិធីមង្គលការកូនស្រីស្ដេចកណ្ដុរសនៅពេលដែលកំពុងតែអង្គុយនៅលើផ្ទះគាត់ប្រឹងសម្លឹងមើលទៅក្រោមដោយពិនិត្យពិច័យទើបដឹងថានាងស្រីកូនក្រមុំនោះគឺជាកូនរបស់ខ្លួនដោយអស់សេចក្តីត្រេកអរសប្បាយចិត្តពេកគាត់ក៏ផឹកស្រារហូតដល់ស្រវឹងដេកលក់បាត់ទៅពិធីមង្គលការបានចប់សពគ្រប់ហើយនាងស្រីនិងប្តីត្រូវបានរស់នៅនឹងផ្ទះខាងស្រីស្ដេចកណ្ដុរសមិនបានជូនទៅទេតែមុននឹងបែកគ្នាស្ដេចកណ្ដុរសបាននិយាយថាពួកអ្នកទៅចោះទៅឲ្យបានសុខចំណែកឯរូបខ្ញុំត្រូវតែទៅដើរលេងយ៉ាងសប្បាយទៀតហើយរឿងសត្វឥន្ទ្រីមាសនិងក្មេងកំព្រាកាលពីព្រេងនាយមានក្មេងប្រុសកំព្រាម្នាក់ឈ្មោះថាវឌ្ឍនៈគាត់រស់នៅក្នុងភូមិដាច់ស្រយាលមួយក្បែរជើងភ្នំវឌ្ឍនៈគឺជាក្មេងដែលឧស្សាហ៍ព្យាយាមនិងមានចិត្តល្អណាស់គាត់តែងតែដើររកបេះផ្លែឈើព្រៃឬជីកដំឡូងនៅក្នុងព្រៃយកមកបរិភោគចិញ្ចឹមជីវិតនៅថ្ងៃមួយកំពុងតែដើររកអាហារវឌ្ឍនៈបានប្រទះឃើញសត្វឥន្ទ្រីមាសមួយក្បាលធំរងរបួសធ្ងន់ត្រង់ស្លាប់ហើយធ្លាក់ពីលើមេឃមកដល់ដីឥន្ទ្រីមាសនោះមើលទៅហាក់ដូចជាកំពុងតែឈឺចាប់ខ្លាំងណាស់វឌ្ឍនៈមានចិត្តអាណិតអាសូរជាខ្លាំងគាត់ក៏សម្រេចចិត្តលើកឥន្ទ្រីនោះយកទៅផ្ទះហើយក៏ចាប់ផ្ដើមលាងសម្អាតមុខរបួសនិងព្យាបាលវាដោយថ្នាំបុរាណដែលគាត់ចេះធ្វើគាត់បានថែរក្សាឥន្ទ្រីមាសនោះយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនថ្ងៃកន្លងផុតទៅរហូតតតែឥន្ទ្រីនោះបានជាសះស្បើយទាំងស្រុងមុននឹងហើរទៅឥន្ទ្រីមាសបានសម្លឹងមើលទៅកាន់មុខវឌ្ឍនៈហាក់ដូចជាចង់អរគុណហើយវាក៏ហើរឡើងទៅលើមេឃបាត់ទៅនៅប៉ុន្មានឆ្នាំក្រោយមកវឌ្ឍនៈបានធំពេញវ័យហើយជីវិតរបស់គាត់នៅតែដុនដាបដរាបដដែលនៅថ្ងៃមួយក៏ស្រាប់តែមានរឿងរ៉ាវកើតហេតុអាក្រក់ឡើងមហាក្សត្រីនៃនគរបានធ្លាក់ខ្លួនប្រជូនជាខ្លាំងហើយគ្មានពេទ្យណាអាចព្យាបាលបានឡើយក្រុមគ្រូពេទ្យបានប្រកាសថាមហាក្សត្រីអាចជាសះស្បើយបានលុះត្រាតែបានពិសាថ្នាំនៃផ្សំពីផ្កាវេទមន្តដែលដុះនៅលើកំពូលភ្នំខ្ពស់ផ្កាវេទមន្តនោះដុះនៅទីកន្លែងដែលគ្រោះថ្នាក់បំផុតដែលមានសត្វកំណែកនៅកាន់យាមកានព្រះរាជាទ្រង់ក៏ប្រកាសរកអ្នកក្លាហានដែលអាចទៅយកផ្កាវេទមន្តនោះបានវឌ្ឍនៈបានឮដំណឹងនេះហើយគាត់ក៏សម្រេចចិត្តទៅសាកល្បងព្រោះគាត់ចង់ជួយសង្គ្រោះទៅកាន់ម្ចាស់ក្សត្រីនិងសង្ឃឹមថាអាចផ្លាស់ប្ដូរជីវិតរបស់គាត់បាននៅតាមដងផ្លូវឡើងទៅលើភ្នំដ៏ខ្ពស់នោះវឌ្ឍនៈបានប្រទះឃើញឧបសគ្គជាច្រើន
គាត់បានជួបនឹងខ្លាធំមួយក្បាលដែលព្យាយាមចាប់គាត់ស៊ីជាអាហារតែដោយសារតែគាត់មានល្បិចកលគាត់បានរត់គេចផុតបាត់បន្ទាប់មកគាត់ក៏បានជួបនឹងពស់ថ្លាន់ធំមួយក្បាលទៀតដែលកំពុងតែប៉ុនប៉ងរត់គាត់ក៏បានគេចផុតម្ដងទៀតនៅពេលដែលគាត់ឡើងទៅដល់ពាក់កណ្ដាលផ្លូវគាត់បានជួបនឹងទឹកជ្រោះដ៏ជ្រៅមួយដែលមិនអាចឆ្លងកាត់បានគាត់អស់សង្ឃឹមជាខ្លាំងហើយគាត់គិតថាមិនអាចទៅមុខទៀតបានឡើយស្រាប់តែពេលនោះឯងមានស្រមោលដ៏ធំបានហោះមកក្បែរគាត់វឌ្ឍនៈបានងើយមើលទៅលើមេឃក៏ឃើញឥន្ទ្រីមាសដ៏ធំសម្បើមមួយក្បាលដែលហោះមកចោមរោមគាត់ឥន្ទ្រីមាសនោះគឺពិតជាឥន្ទ្រីដែលវឌ្ឍនៈបានជួយសង្គ្រោះកាលពីប៉ុន្មានឆ្នាំមុននឹងឯងឥន្ទ្រីមាសបានហោះចុះមកជិតហើយធ្វើកាយវិការហាក់ដូចជាចង់ឲ្យវឌ្ឍនៈឡើងទៅជិះលើខ្នងរបស់វាឥន្ទ្រីក៏បាននាំវឌ្ឍនៈឡើងទៅលើជ្រោះគ្រានោះវឌ្ឍនៈក៏យល់ព្រមហើយឡើងជិះទៅបាត់ទៅឥន្ទ្រីមាសក៏ហោះសំដៅទៅកាន់កំពូលភ្នំយ៉ាងលឿននៅពេលដែលទៅដល់កំពូលភ្នំវឌ្ឍនៈបានឃើញសត្វឥន្ទ្រីសត្វនាគរាជដ៏កាចសាហាវមួយក្បាលកំពុងតែយាមកាមនៅទីកន្លែងដែលមានផ្កាវេទមន្តនោះឯងឥន្ទ្រីក៏បានប្រយុទ្ធគ្នាជាមួយនឹងនាគរាជយ៉ាងសាហាវហើយទីបំផុតវាក៏បានយកឈ្នះទៅកាន់នាគរាជនោះវឌ្ឍនៈក៏បានបេះផ្កាវេទមន្តនោះហើយឥន្ទ្រីមាសក៏បានដឹកនាំគាត់ត្រឡប់មកវិញនៅពេលដែលគាត់មកដល់នគរវឌ្ឍនៈបានយកផ្កាវេទមន្តនោះទៅឲ្យនៃព្រះរាជាហើយមហាក្សត្រីបានជាសះស្បើយពីជំងឺយ៉ាងឆាប់រហ័សព្រះរាជាពេលនោះទ្រង់ក៏មានការត្រេកអរជាខ្លាំងហើយក៏បានតែងតាំងវឌ្ឍនៈជាមេទ័ពធំនៃនគរហើយបានរៀបចំពិធីមង្គលការគាត់ឲ្យទៅបុត្រីរបស់ព្រះអង្គវឌ្ឍនៈបានរស់នៅដោយសុខសាន្តជាមួយនឹងភរិយានិងបានបម្រើនគរដោយភាពស្មោះត្រង់គាត់មិនដែលភ្លេចគុណឥន្ទ្រីឡើយហើយឥន្ទ្រីមាសនៅតែហោះមកលេងគាត់ម្ដងម្កាលរឿងនិទាននេះបានបង្ហាញថាការធ្វើអំពើល្អតែងតែទទួលបានផលល្អតបស្នងជានិច្ចហើយមិត្តភក្តិពិតប្រាកដគឺតែងតែនៅក្បែរយើងជានិច្ចទោះជាយើងស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយរឿងព្រាហ្មណ៍វាយបំបែកក្រឡកាលដើមឡើយមានព្រាហ្មណ៍ម្នាក់ឈ្មោះថាទេវសមៈបានមានសណ្ដែកមួយក្រឡពេញនៅក្នុងថ្ងៃសង្ក្រាន្តហើយរីករាយសប្បាយដូចជាមានមហាសម្បត្តិព្រាហ្មណ៍បានកាន់យកសណ្ដែកមួយក្រឡនោះហើយដើរទៅទទួលមានកម្ដៅព្រះអាទិត្យក្ដៅខ្លាំងពេកគាត់ក៏បានចូលទៅដេកសម្រាកកាយនៅក្នុងកន្លែងមួយនៃរោងដាក់ឆ្នាំងដែលពោពេញទៅដោយឆ្នាំងដីព្រាហ្មណ៍បានដេកបណ្ដើរឯដៃនោះកាន់ដំបងបណ្ដើររក្សាសណ្ដែកនោះបណ្ដើរគាត់គិតថាបើកាលណាអាត្មាអញលក់សណ្ដែកនេះមួយក្រឡទៅឲ្យនឹងបានប្រាក់ចំនួន10រៀលនោះអាត្មាអញនឹងយកប្រាក់10រៀលនោះយកទៅទិញវត្ថុមានដូចជាចានឆ្នាំងជាដើមយកទៅលក់តទៅទៀតក៏ពូនប្រាក់ឲ្យកាន់តែច្រើនថែមទៀតហើយទិញវត្ថុដទៃទៀតមានមលូនិងសម្ពុតជាដើមយកទៅលក់ទៀតសន្សំបានប្រាក់ដរាបតលតែបាន100,000រៀលហើយចាំទៅដណ្ដឹងប្រពន្ធឲ្យបាន4នាក់ម្ដងប្រពន្ធណាក្មេងមានរូបឆោមពណ៌ល្អជាងគេអាត្មាអញនឹងស្រឡាញ់ប្តេជ្ញាផ្ដិតកាយចំពោះនាងនោះច្រើនជាងគេដរាបបើប្រពន្ធ4នាក់នោះវាចេះច្រណែនគ្នាដរាបនោះអាត្មាអញនឹងធ្វើជាខឹងក្រោកហើយយកដំបងវាប្រពន្ធទាំងអស់នោះឡៃតែស្លុងនឹងគំនិតអណ្ដែតអណ្ដូងក៏បណ្ដាលទៅចិត្តតាមក៏លើកដំបងវាយក្រឡសណ្ដែកនោះបែកមាត់ខ្ចាយមិនតែប៉ុណ្ណោះនោះទេក៏ជ្រុលដំបងទៅត្រូវឆ្នាំងបែកប្រៅអស់ក្រែងទៅទៀតនោះចំណែកឯស្មូនឆ្នាំងឬសូរសំឡេងឆ្នាំងរបស់ខ្លួនបែកប្រៅដូច្នេះក៏រត់ទៅមើលឃើញឆ្នាំងនោះបែកខ្ចាយខ្ទេចអស់ក៏កើតមានសេចក្តីមួម៉ៅជេរប្រតិចវាយបណ្ដេញព្រាហ្មណ៍នោះឲ្យចាកចេញពីរោងឆ្នាំងរបស់ខ្លួនបាត់ទៅរឿងសត្វកុកនិងសត្វក្តាមកាលពីព្រេងនាយមានកុកចាស់មួយរស់នៅក្នុងត្រពាំងដាច់ស្រយាលមួយកុកនោះខ្សោយកម្លាំងនិងស្វែងរកចំណីអាហារបរិភោគមិនបានដោយស្រួលក៏ធ្វើពុតជា
ទុកព្រួយលំបាកដោយឃើញគ្រាមួយក៏មានក្តាមមួយក្បាលនៅក្បែរនោះហើយក៏ឃើញកុកសំកក់ជ្រុកដូច្នេះក៏សួរទៅកុកថាណែលបងកុកហេតុអ្វីបានជាបងឈរសញ្ជឹបសញ្ជឹងមិនព្រមស្វែងរកចំណីអាហារដូច្នេះចឹងលបងចំណែកឯកុកនោះក៏ពោលថាណែបងក្តាមអើយត្បិតត្រីទាំងឡាយជាចំណីអាហារសម្រាប់ជីវិតខ្ញុំពិតមែនហើយតែខ្ញុំបានឮអ្នកភូមិនៅជិតនេះនិយាយថាត្រីនៅក្នុងត្រពាំងនេះមុខជាត្រូវនឹងបងសំណាញ់ចាប់អស់ចាក់ជាពុំខានដូច្នេះហើយមុខខ្ញុំជាស្លាប់ដោយសារតែអត់អាហារព្រោះតែហេតុនេះហើយបានជាខ្ញុំព្រួយចិត្តសូម្បីតែអាហារក៏ប្រងើយកន្តើយនឹងមិននឹកនាឃ្លានតតែសោះណាលបងក្តាមអើយកាលបើឮកុកនិយាយដូច្នេះហ្វូងត្រីទាំងឡាយក៏មានសេចក្តីភិតភ័យយ៉ាងខ្លាំងហើយសួរទៅកាន់កុកវិញថាណែតើពួកយើងត្រូវធ្វើដូចម្តេចដើម្បីឲ្យរួចផុតជីវិតពីសេចក្តីស្លាប់របស់អ្នកភូមិនេះសូមបងកុកបេតារកអបាយជួយរក្សាពួកយើងទាំងអស់គ្នាផងនៅគ្រានោះកុកក៏ឆ្លើយថាមិនអីទេចាំខ្ញុំមានមធ្យោបាយតែមួយអ្នកទាំងអស់គ្នាត្រូវតែធ្វើតាមខ្ញុំគឺត្រូវឲ្យអ្នកទាំងអស់គ្នានោះទៅរស់នៅក្នុងបឹងមួយទៀតផ្សេងពីនេះហើយខ្ញុំនឹងពំត្រីទាំងអស់នេះម្ដងមួយយកទៅក្នុងបឹងនោះរីឯវងត្រីទាំងឡាយក៏យល់ព្រមនឹងកុកដោយត្រីអយ៉ាងខ្លាំងចំណែកឯកុកចាស់នោះក៏បានពំយកត្រីមួយម្ដងយកទៅស៊ីទាំងអស់លំដាប់គេកាលកន្លងមកកតាដែលនិយាយនឹងកុកថាបងកុកអើយតើបងអាចជួយខ្ញុំទៅរស់នៅក្នុងបឹងនោះផងបានទេកុកចាស់ក៏ត្រេកអរយ៉ាងខ្លាំងព្រោះចង់សាកស៊ីសាច់ក្តាមម្ដងដោយខ្លួនមិនដែលបានស៊ីសោះកាលពីមុនបន្ទាប់មកកុកគិតរួចក៏ពំក្តាមយកទៅដាក់នៅលើទីគោកមួយកន្លែងចំណែកឯសត្វក្តាមគឺជាសត្វវាងវៃដឹងតន់ហេតុការក៏ក្រឡេកមើលទៅខាងក្រោមឃើញឆ្អឹងត្រីព្រាតប្រងដេះដាស់ពីពេញដីទើបរំពឹងគិតថាជាស្លាប់នឹងកុកនេះវាស៊ីអញចាក់ជាពំខាននោះទេបន្ទាប់មកក៏នឹកឃើញអបាយល្អមួយហើយតាំងយកដង្កៀបរបស់វាដល់មុតស្រួចរឹងមាំយកទៅគៀបកកុកភ្លាមរហូតដល់កងបាត់បង់ជីវិតនៅគ្រានោះទៅរឿងទុនសាយជាប់គូតនិងគល់ត្រាចកាលពីគ្រាកន្លងនៅយូរលង់ណាស់ទៅហើយថ្ងៃមួយមានសត្វទុនសាយគល់មួយបានស្វែងរកចំណីអាហារបានទៅប្រទះឃើញនឹងគល់ត្រាចមួយដែលគេទើបនឹងកាត់ថ្មីមានជ័រក៏កាត់ស្អិតតតាត់ទុនសាយក៏បានលូតផ្លោតហើយអង្គុយនៅលើជ័រជាប់គូតនឹងជើងរើពុំរួចនឹងថ្កល់នៅលើគល់ត្រាចនោះជួនជាពេលនោះក៏មានកូនដំរីមួយវាដើរទៅរកទឹកផឹកនៅក្នុងត្រពាំងនៅក្បែរគល់ត្រាចនោះដែលជាកន្លែងរបស់វាធ្លាប់ផឹកជារៀងរាល់ថ្ងៃទុនសាយមានប្រាជ្ញាក៏និយាយបន្លាចថាណែអាកូនដំរីកុំមកផឹកទឹករបស់អញទឹកនេះគឺជាព្រះឥន្ទ្រីធិរាជលោកបានឲ្យអញយកមកចាំយាមរីឯអាកូនដំរីខ្លាចមិនហ៊ានផឹកក៏ត្រឡប់ទៅប្រាប់មេរបស់វាថាម៉ែខ្ញុំទៅផឹកទឹកត្រពាំងនោះក៏ស្រាប់តែឃើញសត្វអ្វីមួយបានអង្គុយនៅលើគល់ឈើវាដេញខ្ញុំមិនឲ្យផឹកទឹកអូវាថាជាកន្លែងដែលព្រះឥន្ទ្រីធិរាជបានប្រើវាឲ្យមកយាមកាមខ្ញុំស្រេកទឹកណាស់ណាម៉ែអើយចំណែកឯមេដំរីឮកូនប្រាប់ដូច្នេះក៏នឹកខឹងឈួលក៏នាំកូនត្រឡប់ទៅត្រពាំងវិញហើយក៏ឃើញទុនសាយមួយអង្គុយជាប់នៅលើគល់ឈើហើយក៏ស្រែកថាអាសត្វទុនសាយច្រមុះចិត្តអាក្រក់មកពីណាមកអង្គុយចង់កនៅលើគល់ឈើនេះឬឯងមានអំណាចអ្វីមកហាមប្រាមមិនឲ្យកូនអញចុះផឹកទឹកនៅត្រពាំងនេះអញជន់ឯងខ្ទេចក្បាលឥឡូវហើយឆាប់ចេញទៅរីឯទុនសាយក៏ឆ្លើយឡើងថាមីស្មោងធំហងឯងនេះហ៊ានមកស្ដីឲ្យអញឬទឹកត្រពាំងនេះព្រះឥន្ទ្រីធិរាជលោកបានប្រើអញឲ្យមកចាំយាមបានជាអញហ៊ានមកហាមពួកឯងហ្នឹងណានៅពេលនោះដំរីខឹងទុនសាយជេរដូច្នេះក៏ស្ទុះផ្លែតទៅបួងទុនសាយជាប់នឹងគល់ឈើឲ្យកើតចេញពីគល់ត្រាចប្រាថ្នានឹងបោកសម្លាប់ទុនសាយភ័យណាស់ក៏ស្រែកថាបើហងឯងបោកសម្លាប់អញកុំបោកទៅក្រោមអីសូមបោះអញទៅខាងលើហើយក្រវែងទៅលើទៅទើបអញស្លាប់ដំរីហេតុតែជាសត្វធំគ្មានប្រាជ្ញាខ្វះការគិតផងនោះនៅពេលដែលទុនសាយពោលដូច្នេះក៏ក្រវែងទុនសាយទៅលើអាកាសចំណែកឯទុនសាយកាលបើបានធ្លាក់មកដល់ដី
ក៏បោលប្រូចចូលទៅក្នុងព្រៃបាត់ទៅរឿងបុរសស្មៅកន្ត្រៃកាលពីព្រេងនាយមានក្មេងប្រុសពីរនាក់ម្នាក់ឈ្មោះថាសុកនិងម្នាក់ទៀតឈ្មោះថាសៅហើយក៏ជាកូនអ្នកស្រុកអ្នកភូមិជាមួយគ្នាផងដែរសៅជាមនុស្សចិត្តអាក្រក់ណាស់បើបានទៅលេងជាមួយនឹងនរណាហើយគេតែងតែរករឿងឆ្លោះប្រកែកគ្នាមិនដែលខានម្ដាយឪពុករបស់សៅចូលចិត្តនិយាយកាន់ជើងកូនខ្លាំងណាស់បណ្ដាជនទាំងឡាយនៅក្នុងភូមិខឹងហើយស្អប់នឹងសៅជាពន់ពេកចំណែកឯសុកគឺជាក្មេងកំព្រាស្លូតត្រង់គាត់បានរស់នៅជាមួយនឹងជីដូនចាស់ម្នាក់ដែលជីដូននោះមានវ័យជរាក្រលំបាកក្រៃពេកបើសុកទៅលេងជាមួយនឹងក្មេងៗនៅក្នុងភូមិពុំដែលមានការឆ្លោះប្រកែកគ្នាម្ដងណាឡើយបណ្ដាជននៅក្នុងភូមិពួកគេក៏មានការអាណិតស្រឡាញ់សុកហើយគេតែងតែឲ្យនំចំណីដែលមានទៅសុកស៊ីមិនដែលខានម្ល៉េះហើយក្មេងសៅក៏កើតមានចិត្តច្រណែនហើយខឹងមួម៉ៅក្តៅក្រហាយចិត្តកាន់តែកាចឡើងគេចេះតែដើរជេរវាយកូនគេឥតញញើតដៃចាស់ឆ្លោះប្រកែកគ្នាក៏ព្រោះតែកាន់ជើងកូនរៀងខ្លួនលុះសុកនិងសៅធំចម្រើនពេញវ័យឡើងទៅសៅក៏ទៅបបួលសុកថាណែវើយយើងនាំគ្នាទៅកាប់ដើមឫស្សីធ្វើរនៀបត្បិតផ្ទះរបស់ឯងបានបាក់ពុកផុយអស់ទៅហើយសុកក៏ឆ្លើយថាខ្ញុំគ្មានកំបិតមុតមមនោះទេហើយក៏គ្មានអង្ករត្រីសាច់ផងដែរចំណែកឯសៅក៏ប្រាប់ទៅកាន់សុកថាមិនអីទេឯងមិនចាំបាច់យកអ្វីទៅទេណាខ្ញុំធានាយកទៅទាំងអស់ឯងមានតែខ្លួនទៅបានហើយសុកក៏និយាយប្រាប់ជីដូនថាលោកយាយបងសៅគាត់មកបបួលខ្ញុំទៅកាប់ឫស្សីលួសធ្វើជារនៀបយកមកជួសជុលផ្ទះរបស់យើងចំណែកឯបាយទឹកនៅលើគាត់ទាំងអស់ជីដូនខាត់ចៅថាចៅអើយចៅកុំទៅព្រៃឫស្សីនោះអីណាចៅព្រោះទីនោះស្ងប់ស្ងាត់ខ្លាំងណាស់ចៅក៏ឆ្លើយទៅកាន់យាយថាមិនអីទេណាលោកយាយផ្ទះយើងពុកបាក់អស់ទៅហើយបើបានរនៀបយកមកជួសគ្រាន់តែនឹងមានភាពមាំឲ្យយាយរស់នៅស្រួលផុតដៃផុតជើងពីដីនឹងគេយាយក៏បានផ្ដាំទៅចៅសៅថាចៅទៅក៏ទៅចោះក៏ប៉ុន្តែចៅសៅឯងមើលថែប្អូនផងណាហើយពួកគេក៏បានលាលោកយាយត្រឡប់ទៅព្រៃបាត់ទៅលុះពួកគេទាំងពីរនាក់ធ្វើដំណើរទៅដល់ព្រៃឫស្សីបន្ទាប់ពីកាប់បានឫស្សីល្មមនឹងគ្រប់គ្រាន់ពួកគេក៏នាំគ្នាលួសធ្វើជារនៀបបន្ទាប់មកពួកគេក៏បានឈប់សម្រាកបរិភោគបាយទាំងពីរនាក់ដោយអង្គុយទល់មុខគ្នាសៅក៏គិតនៅក្នុងចិត្តថាជីវិតអាសុកឯងមុខជាស្លាប់ឥឡូវនេះហើយគិតហើយសៅក៏បានហូតកំបិតបន្ទោះយកមកចាក់ភ្នែកសុកដែលកំពុងតែហូបបាយសុកស្រែកទ្រហោយំដោយសេចក្តីឈឺចាប់យ៉ាងខ្លាំងហេតុអ្វីក៏បងឯងចាក់ភ្នែកខ្ញុំយ៉ាងនេះសៅក៏ប្រាប់វិញថាឯងស៊ីបាយអញហើយចង់យករនៀបអញទៀតឯងសុកឆ្លើយថាចុះកាលដែលបងឯងបបួលខ្ញុំមកខ្ញុំបានប្រកែកថាខ្ញុំគ្មានអ្វីនោះទេតែបងឯងធានាមានគ្រប់ប្រដាប់ទាំងអស់បានជាខ្ញុំមកឥឡូវបើបងឯងចង់បានរនៀបនោះសូមយកទៅចោះតែកុំសម្លាប់ខ្ញុំអីចំណែកឯអាសៅក៏បានសម្លុតថាឯងនេះមាត់រឹងណាស់ឆាប់ភាវនាធរឲ្យហើយទៅថាហើយសៅក៏បានលើកកំបិតបន្ទោះយកទៅចាក់ភ្នែកសុកមកខាងទៀតធ្វើឲ្យឈាមហូរសស្រួយពេញមុខចំណែកឯសុកធ្វើឲ្យភ្នែករបស់គេងងឹតទាំងសងខាងណាស្ដាយជីវិតណាអាណិតជីដូនចាស់នៅឯផ្ទះម្នាក់ឯងគ្មានគោលដៅនិងទីពឹងសៅក៏និយាយថាអញទម្លាក់ឯងទៅឲ្យត្រីស៊ីហើយថារួចសៅក៏បានធាក់សុកទម្លាក់ចូលទៅក្នុងទឹកស្ទឹងដែលកំពុងតែហូរក្បួរខ្មាញ់ត្របាញ់ទៅតាមកម្លាំងទឹកសៅគិតថាសុកច្បាស់ជាស្លាប់ហើយបន្ទាប់មកគេក៏ប្រមូលរនៀបទាំងអស់ចង់បាច់ត្រឡប់ទៅផ្ទះវិញហើយហួសទៅកុហកជីដូនចាស់នោះថាលោកយាយខ្លាវាបានខំអាសុកបាត់ទៅហើយស្លាប់នៅក្នុងព្រៃឫស្សីឯណោះសៅសប្បាយចិត្តណាស់បានដើរលេងចិត្តផ្ទះដូចជាធម្មតាដោយចិត្តក្លាហានរកតែរឿងឆ្លោះប្រកែកគេដដែលចំណែកឯដូនចាស់ឯនោះវិញនៅពេលដែលឮដំណឹងថាចៅសុកបានខ្លាខំដូច្នេះក៏យំសោកបោកខ្លួនហៀបនឹងខ្សែជីវិតបាត់ទៅហើយជីដូនស្ងួនអើយតើចៅនៅឯណា
យាយសែនខ្លោចផ្សាពេកមិនដែលបានឃើញចៅទេនិយាយអំពីសុកឯនោះវិញបានហែលបណ្ដែតខ្លួនតាមខ្សែទឹកហូរហើយគាត់ក៏បានភាវនារកតែពុទ្ធោពុទ្ធោមិនដាច់ពីមាត់លុះហែលទៅដល់អាស្រមឥសីមួយនៅប្របនឹងមាត់ស្ទឹងឥសីនោះគាត់ក៏មានមហិទ្ធិឫទ្ធិខ្លាំងពូកែណាស់ដែរឥសីនោះរស់នៅជាមួយនឹងក្រពើដែលកំពុងតែដេកនៅក្រោមអាស្រមឥសីវាអាចតំណែងខ្លួនទៅជាមនុស្សបានទៀតផងចំណែកឯក្រពើនៅពេលដែលពួកគេឃ្លានចំណីអាហារវាក៏បានស្ទុះចូលទៅក្នុងទឹកស្ទឹងក៏ប្រទះឃើញមនុស្សកំពុងតែហែលបណ្ដែតខ្លួនទៅតាមខ្សែទឹកហូរក្រពើគិតថាថ្ងៃនេះមានលៀបធំណាស់បានសាច់មនុស្សស៊ីម្ដងហើយក្រពើបានហែលទៅជិតក៏ឮសំឡេងរកតែពុទ្ធោពុទ្ធោក៏សង្ស័យនៅក្នុងចិត្តហើយក្រពើទាំងពីរនោះក៏បានហែលទៅជិតបន្ទាប់មកគេក៏បានឃើញសុកហើយមើលទៅភ្នែករបស់សុកទាំងពីរធ្លុះធ្លាយគ្មានប្រស្រីក្រពើគិតថាអញគួរតែយកគេទៅថ្វាយលោកតាអញមិនគួរស៊ីមនុស្សកំសត់នោះទេហើយក៏បានមុជទឹកគាយកសុកទៅដាក់នៅលើគោកចំណែកឯក្រពើក៏តំណែងខ្លួនទៅជាមនុស្សដឹកដៃសុកយកទៅថ្វាយបង្គំលោកតាឥសីក្រោយមកលោកតាឥសីគាត់ក៏បានសួរសុកអំពីរឿងរ៉ាវដែលបានកើតឡើងហើយរឿងដែលសុកបានបណ្ដែតខ្លួនមកដល់អាស្រមរបស់លោកនៅពេលនោះសុកក៏បានថ្វាយបង្គំឥសីទៅតាមដំណើររឿងពិតប្រាកដគ្រប់ប្រការលោកតាមានចិត្តមេត្តាដល់សុកជាពុនពេកឥសីមានពុទ្ធដីកាថាអោចៅសៅអើយហេតុអ្វីក៏ចៅឯងចិត្តអាក្រក់ម្ល៉េះណាស់ហើយចោះចៅកុំព្រួយសឹមតាជួយឲ្យចៅឯងមានភ្នែកភ្លឺដូចដើមនឹងបានទៅជួបនឹងជីដូនរបស់ចៅវិញណាចៅឥសីគាត់ក៏បានផ្សំថ្នាំដាក់ភ្នែកហើយសូត្រមន្តគាថាបិទទៅលើភ្នែករបស់សុករហូតដល់ភ្នែកសុកភ្លឺដូចដើមហើយលោកតាបានក្តាប់ដីខ្សាច់មួយដាក់ទៅលើស្បៃសែកមន្តគាថាផ្លុំដីខ្សាច់ដាក់ចូលទៅហើយក៏ផ្ដាំទៅកាន់ចៅសុកថាណែចៅក្តាប់ដីខ្សាច់នេះឲ្យជាប់កុំលាដៃឲ្យសោះណាចៅចាំពេលដែលចៅទៅដល់ផ្ទះចៅប្រាប់ជីដូនក្រាលកន្ទេលនៅក្នុងផ្ទះសឹមចៅឯងលាដៃដាក់ដីខ្សាច់នោះទៅលើកន្ទេលទៅណាចៅឥសីផ្ដាំរួចក៏ប្រើក្រពើឲ្យជូនដំណើរចៅសុកទៅដល់កន្លែងដែលកាប់ឫស្សីសុកក៏ត្រឡប់ទៅដល់ផ្ទះវិញហើយក៏ចូលទៅសំពះថ្វាយបង្គំបាត់ជើងជីដូនពេលនោះឃើញក៏ស្ទុះមកអោបក្រសោបចៅយំខ្សឹកខ្សួលលួងលោមចៅអើយគេប្រាប់យាយថាខ្លាខំចៅឯងស្លាប់ទៅហើយម្ចាស់ជីដូនចិត្តមាសប្រលឹងយាយអើយជីដូនយំសោកបោកខ្លួនអាសូរហៀបនឹងខ្សែជីវិតទៅហើយណាចៅឥឡូវចៅមិនស្លាប់ជីដូនអរណាស់រកអ្វីព្រៀបផ្ទឹមពុំបានឡើយណាចៅសុកក៏និយាយប្រាប់ទៅជីដូនថាពេលដែលចៅទៅកាប់ឫស្សីនឹងណាលោកយាយបងសៅគេក៏បានយកកាំបិតបន្ទោះចាក់ភ្នែកចៅហើយធាក់ទម្លាក់ទឹកបានក្រពើនៅអាស្រមលោកតាមនីឥសីយកខ្ញុំកណាទៅថ្វាយបង្គំជីដូនឮបែបនេះក៏រឹតតែអាណិតចៅខ្លោចចិត្តឡើងខ្លាំងឡើងទ្វេដងបន្ទាប់មកសុកក៏បានប្រាប់ជីដូនរបស់ខ្លួនឲ្យក្រាលកន្ទេលនៅក្នុងផ្ទះសុកក៏លាដៃចាក់ដីខ្សាច់ទៅលើកន្ទេលរំពេចនោះឯងក៏កើតមានអភូតហេតុចម្លែកមួយបានកើតឡើងវាក៏កើតទៅជាមាសប្រាក់ក៏គំនរនៅដូចជាភ្នំនៅលើកន្ទេលពីរអ្នកជីដូននិងចៅក៏ត្រេកអរជាពុនពេកបានចាត់ចែងទិញសម្ភារៈស្លៀកពាក់និងសង់ផ្ទះថ្មីល្បីមានដាច់គេនៅក្នុងភូមិនិយាយអំពីអាសៅឯនោះវិញបន្ទាប់ពីឃើញសុកក៏នឹកឆ្ងល់នៅក្នុងចិត្តថាចាក់ភ្នែកវាហើយធាក់ទម្លាក់ចូលទៅក្នុងទឹកស្ទឹងស្មានថាវាស្លាប់ឥឡូវវារស់ឡើងវិញភ្នែកភ្លឺដូចដើមថែមទាំងមានទ្រព្យសម្បត្តិច្រើនជាងគេទៀតផងលុះដល់វេលាស្ងាត់សៅក៏បានស្កាត់មកជួបសុកហើយនិយាយថាណែសុកកាលដែលឯងនិងខ្ញុំទៅកាប់ឫស្សីនោះបិសាចវាបានមកសន្ធិដ្ឋរូបខ្ញុំទេគេបានឲ្យខ្ញុំចាក់ភ្នែកឯងទាំងសងខាងហើយធាក់ឯងទម្លាក់ទឹកខ្ញុំស្មានថាឯងស្លាប់បាត់ទៅហើយហេតុដូចម្ដេចបានជាឯងរស់ឡើងវិញហើយមានទាំងទ្រព្យច្រើនជាងគេយ៉ាងនេះសុកក៏ឆ្លើយថាណែបងបានជាខ្ញុំមានបែបនេះដោយសារតែគុណបងកុំអីខ្ញុំក្រលំបាកវេទនារហូតបាត់ទៅហើយបងឃើញស្រាប់ហើយកាលដែលបងច្រានខ្ញុំធ្លាក់ចូលទៅក្នុងទឹកស្ទឹងខ្ញុំក៏បានបណ្ដែតខ្លួនតាមបណ្ដោយខ្សែទឹកហូរហើយក៏ស្រែករកតែពុទ្ធោឥតមានឈប់សុកក៏បន្តការនិយាយរហូតដល់ចប់ទៅកាន់សៅស្ដាប់
ចំណែកឯអាចារ្យសៅឮសុកពោលដូច្នេះក៏មានចិត្តលោភលន់ពុនប្រមាណហើយគិតថាអញនឹងធ្វើតាមវាឲ្យបានអាសុកក្រោយមកសៅក៏ទៅជួបនឹងសុកនិយាយថាណែសម្លាញ់អើយខ្ញុំចង់ទៅកាប់ឫស្សីនៅឯព្រៃកន្លែងមុនទៀតណាស់ឯបាយទឹកនិងសម្ភារៈនៅលើខ្ញុំឯងទៅខ្លួនបានហើយសុកឆ្លើយថាទេខ្ញុំមិនទៅទេខ្ញុំខ្លាចបងឯងសម្លាប់ខ្ញុំទៀតចំណែកឯសៅក៏ប្រាប់ទៅកាន់សុកថាមុននោះខ្មោចកំណាចវាមានកំរល់ខ្លាំងចូលមករូបខ្ញុំនោះទេខ្ញុំមិនដឹងទាល់តែសោះណាសុកឯងកុំប្រកាន់ខឹងនឹងខ្ញុំអីសុកក៏ឆ្លើយថាចាំខ្ញុំទៅជួបនឹងជីដូនរបស់ខ្ញុំសិនហើយខ្ញុំនឹងជូនបងទៅតាមក្រោយត្បិតបងធ្លាប់មានគុណលើខ្ញុំមានទ្រព្យសម្បត្តិក៏ព្រោះតែបងដែរលុះព្រឹកឡើងសៅក៏ស្ពាយសំណុំបាយមានទឹកបំពង់ជាដើមមានគ្រប់ប្រដាប់ដូចមុនអញ្ចឹងហើយក៏បណ្ដើរគ្នាទៅដល់ព្រៃឫស្សីលុះកាប់បានច្រើនហើយក៏បានពុះលួសជារនៀបយ៉ាងស្អាតបន្ទាប់មកក៏នាំគ្នាទៅអង្គុយបរិភោគបាយដោយកាលមុនក៏ប៉ុន្តែហេតុតែសៅមានចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិក៏ប្រញាប់ហុចកំបិតបន្ទោសឲ្យទៅចៅសុកហើយប្រាប់ថាណែឯងចាក់ភ្នែកខ្ញុំតាំងពីមកសុកប្រកែកពុំព្រមចាក់សៅចេះតែបង្ខំដដែលចាក់មកកុំខ្លាចអីសៅបង្ខំសុកជាច្រើនដងសុកក៏ចាក់ភ្នែកសៅខ្វាក់ទាំងសងខាងសៅឈឺចាប់ខ្លាំងពេកក៏ព្រោះតែចង់បានប្រាក់ក៏ឲ្យសុកច្រានខ្លួនទម្លាក់ចូលទៅក្នុងទឹកស្ទឹងដែលកំពុងតែហូរគួញត្របាញ់សៅប្រឹងស្រែករកពុទ្ធោមិនដាច់ពីមាត់ក្រែងបានជួបនឹងក្រពើមនីអីសីនោះសៅឈឺភ្នែកជាខ្លាំងនៅតែខំហែលបណ្ដេតខ្លួនទៅមុខទៀតយូរទៅសៅក៏អស់កម្លាំងឆ្លក់ទឹកស្លាប់នៅក្នុងស្ទឹងនោះបាត់ទៅហើយសាច់ក៏បានស្អុយរលេះរលួយមានត្រីជាច្រើនដណ្ដើមគ្នាស៊ីជាអាហារសល់តែលលាក្បាលអណ្ដែតទៅតាមទឹកស្ទឹងទោះបីជាលលាក្បាលខ្មោចសៅអស់សាច់អស់ឈាមនៅសល់តែឆ្អឹងក៏ដោយក៏ប្រលឹងរបស់គេនៅតែលោភលន់នៅក្នុងលលាលងបន្លាចមនុស្សឮតែពុទ្ធោរហូតដល់រាប់ទៅដល់កំពង់ទឹកមហាសិទ្ធិវេលានោះកូនក្រមុំសិទ្ធិក៏នាំបរិវារប្រុសស្រីចុះទៅងូតទឹកលេងកំពុងតែងូតទឹកលេងយ៉ាងសប្បាយក៏ស្រាប់តែបានឃើញលលាក្បាលខ្មោចនោះអណ្ដែតមកជិតលងគេស្រែករកពុទ្ធោពួកគេឈប់លេងទឹកទាំងអស់គ្នាចំណែកឯកូនក្រមុំសិទ្ធិក៏ប្រើខ្ញុំប្រុសម្នាក់ឲ្យចុះទៅស្រង់យកលលាក្បាលខ្មោចនោះយកមកដាក់នៅលើគោករីឯលលាក្បាលខ្មោចនោះក៏ចេះតែស្រែករកពុទ្ធោជានិច្ចមិនដាច់ពីមាត់សោះកូនក្រមុំមហាសិទ្ធិក៏ឲ្យខ្ញុំប្រុសនោះកាន់លលាក្បាលខ្មោចយកមកផ្ទះហើយក៏ជម្រាបឪពុកថាលោកឪពុកកូនរើសបានលលាក្បាលខ្មោចមួយអណ្ដែតមកតាមទឹកហើយវាចេះតែស្រែករកពុទ្ធោមិនឈប់សោះសិទ្ធិនោះដែលជាឪពុកកូនក្រមុំក៏ស្ដាប់ឮហើយក៏ស្ទុះមកមើលក៏ឃើញពិតមែនក៏ឲ្យគេលាងដុសខាត់ដាក់ទៅលើតោកលលាក្បាលខ្មោចនោះនៅតែស្រែកពុទ្ធោគ្មានឈប់រាល់ព្រឹកសេដ្ឋីម្នាក់នោះតែងតែទៅគាល់ព្រះមហាក្សត្រនៅឯព្រះរាជរោងជួបជុំអស់លោកមន្ត្រីពុំដែលខានសេដ្ឋីជម្រាបអស់លោកទាំងនោះថាណែអស់លោកខ្ញុំមានក្បាលខ្មោចមួយចេះតែស្រែករកពុទ្ធោជាប់ជានិច្ចមិនដាច់ពីមាត់សោះអស់លោកស្ដាប់ហើយឆ្លើយថាណែលោកសេដ្ឋីអើយកុំកុហកខ្ញុំណាវាមិនដែលអាណាគេមានលលាក្បាលខ្មោចចេះតែនិយាយនោះទេខ្ញុំមិនជឿឡើយតាំងតែពីកើតពុះម៉ែមកសេដ្ឋីគាត់ក៏បានបញ្ជាក់ទៀតថាពិតប្រាកដណាស់ណាលោកខ្ញុំអត់កុហកអស់លោកទេបើអស់លោកមិនជឿខ្ញុំទេយើងភ្នាល់គ្នាដាក់មាស100ដំឡឹងទៅសេដ្ឋីបានភ្នាល់គ្នាទៅជាមួយនឹងពពួកមន្ត្រីទាំងអស់នៅក្នុងរាជវាំងមន្ត្រីទាំងអស់នោះក៏បានយល់ព្រមភ្នាល់គ្នាជាមួយនឹងសេដ្ឋីម្នាក់នោះពិតមែនសេដ្ឋីបន្ទាប់ពីភ្នាល់គ្នាព្រមព្រៀងរួចគាត់ក៏បានទៅដល់ផ្ទះឮលលាក្បាលនោះស្រែករកតែពុទ្ធោក៏គិតថាមន្ត្រីទាំងអស់នោះច្បាស់ជាចាញ់យើងហើយសេដ្ឋីគាត់ក៏បានយកមាស100ដំឡឹងហើយប្រើកូនក្មួយឲ្យកាន់តោកដាក់លលាក្បាលខ្មោចនោះយ៉ាងប្រញាប់ទៅរាជរោងយ៉ាងរហ័សលុះចូលទៅដល់ខ្លោងទ្វារមហាកំពែងលលាក្បាលខ្មោចក៏បាត់សម្លេងឈឹងពេលដែលចូលទៅដល់ក្នុងរាជរោងសេដ្ឋីក៏ដាក់លលាក្បាលខ្មោចចំពោះមុខមន្ត្រីទាំង4នាក់នោះហើយបង្គាប់ថាចាំអីទៀត
មិនក៏ឯងមិនស្រែករកពធទៀតទៅរលាក្បាលខ្មោចអាសៅបាត់សូនឈឹងមិនលឺរកតែពធសោះបន្ទាប់មកសេដ្ឋីក៏ចាញ់មាស100ដំឡឹងអស់រលីងលោកទាំងអស់ក៏បានសើចចំអកអូយថ្លង់ណាស់សំលេងរលាក្បាលខ្មោចហើយក៏បានទះដៃសើចបង្អាប់បន្តោះទៅសេដ្ឋីពេញរាជរោងសេដ្ឋីគាត់ខឹងនឹងរលាក្បាលខ្មោចនោះណាស់ហើយក៏លាអស់លោកចាក់ចេញពីរាជរោងមកដល់ក្រៅកំផែងក៏ស្រាប់តែក្បាលខ្មោចនោះស្រែករកពុទ្ធោសេដ្ឋីរត់តែខឹងខ្លាំងឡើងលុះមកដល់ផ្ទះបានប្រើបាវយកឲ្យពុទ្ធៅសំពងរលាក្បាលខ្មោចនោះទម្លាក់ទឹកវិញចំណែកឯរលាក្បាលខ្មោចចៅសៅនោះក៏បានអណ្ដែតទៅតាមទឹកហូររសាត់ទៅក្រោមរហូតទៅដល់វត្តកំពង់វេលានោះព្រះសង្ឃមួយអង្គទ្រង់ក៏បាននិមន្តទៅស្រង់ទឹកហើយក៏ឃើញរលាក្បាលខ្មោចនោះលងរកពុទ្ធោលោកក៏ស្រង់យកទៅកត់រួចដុតរលានោះឲ្យសោះហើយព្រះសង្ឃពិចារណាថាគួរតែយកកំតិចកំទីឆ្អឹងនោះទៅលាយនឹងម្រ័ក្សដើម្បីបុកលាបជាពណ៌ទៅកាន់ព្រះវិហារសសរហើយបញ្ជូនឲ្យបានមគ្គតិផលដល់ម្ចាស់រលាក្បាលដែលបានស្លាប់ទៅហើយលោកក៏បានយកខ្មុកសល់បន្តិចបន្តួចយកទៅលាបនឹងរទេះហើយរងចាំរហូតទៅដល់ស្ងួតបន្ទាប់ពីស្ងួតហើយថ្ងៃមួយព្រះអង្គទ្រង់នឹកភ្នែកចង់ទៅសួរញាតិញោមនៅក្នុងភូមិលោកក៏ប្រើកូនសិស្សឲ្យដឹកគោមកទឹមហើយបររទេះចេញទៅលុះរទេះបានបរទៅឆ្ងាយបន្តិចរទេះនោះក៏លាន់ផ្លូវនឹងដុំសង្កៀតដូចគ្នាធម្មតារហូតបានជួបនឹងឧបាសកឧបាសិការទេះនោះក៏ចាប់ផ្ដើមឮសំឡេងដូចជាលោកបញ្ចោគេថាមេចោឧបាសកឧបាសិកាទាំងឡាយបានឮដូច្នេះក៏ខឹងនឹងព្រះសង្ឃជាខ្លាំងក៏ស្ដីបន្ទោសឲ្យព្រះសង្ឃនោះវិញមិនប្រណីមាត់ព្រះសង្ឃក៏បង្ខំសិស្សរបស់ខ្លួនឲ្យបរទេះទៅមុខទៀតយ៉ាងលឿនមិនឲ្យនៅក្នុងភូមិនោះទៀតឡើយបន្ទាប់មកព្រះអង្គកូនសិស្សក៏បានបរទេះនោះទៅជួបនឹងនិមឺនមួយក្រុមរទេះនោះលាន់ម្ដងទៀតដូចជាគេជេរនិមឺនថាចោម្ដាយនិមឺនចោម្ដាយនិមឺនពួកនិមឺនទាំងអស់ក៏បានខឹងនឹងព្រះសង្ឃយ៉ាងខ្លាំងក៏ដេញវាយលោកយ៉ាងញាប់ដៃព្រះសង្ឃអង្គនោះព្រះអង្គទ្រង់មានការផិតភ័យកាន់តែខ្លាំងខំបំបោលគោទៅមុខទៀតកាន់តែលឿនព្រះសង្ឃគិតថារទេះអាត្មាអញតាំងតែពីដើមមកមិនដែលឮសំឡេងដូច្នេះនោះទេរឿងនេះប្រកាសជាកំតិចកំទីឆ្អឹងនៃរលាក្បាលខ្មោចនោះចាក់ជាពុំខានលុះព្រះសង្ឃត្រឡប់មកដល់វត្តវិញលោកក៏កាប់រទេះនោះហើយយកទៅដុតចោលនៅទីប្រឆាមួយនាយសៅកាលដែលគេនៅរស់គេចូលចិត្តឆ្លោះប្រកែកគ្នានិងចូលចិត្តឈ្នានីគេណាស់ដូច្នេះហើយបានជានៅកន្លែងកំតិចកំទីផេះផង់ក៏មានជាតិចៅសៅក៏ដុតទៅជាកើតឡើងបានសារធាតុទៅជាស្មៅកន្ត្រៃដែលចូលចិត្តជាប់សម្ពុតខោអាវមនុស្សមកទល់សពថ្ងៃយើងនឹងឯងចិត្តមិនអប់រំនាំឲ្យខ្លួនវិនាស